បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅបាទនៅពេលនេះគឺនៅយប់ថ្ងៃប្រហ័សណាទី21ខែឧសភាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកនៅកម្ពុជានេះគឺព្រឹកថ្ងៃសុក្រទី22ខែឧសភាឆ្នាំ2026នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5ដែលពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកបាទព័ត៌មានទី1នេះគឺចេញពីប្រភពខាងអ៊ីរ៉ង់មកវិញទេណាទូរទស្សន៍ខាងផ្លូវការរបស់អ៊ីរ៉ង់បានប្រកាសថាអ៊ីរ៉ង់ជិតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងជាមួយនឹងសហរដ្ឋអាមេរិកហើយគឺនៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះគឺអ៊ីរ៉ង់នឹងសម្រេចនេះបើតាមកាប់ផ្សាយពីខាងពីអ៊ីរ៉ង់ម្ដងណាមិនមែនសហរដ្ឋអាមេរិកប្រកាសទេហើយព័ត៌មានទី2នេះគឺនៅខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកមានការពន្យាពេលបោះឆ្នោតអនុម័តថវិកាសម្រាប់ទីភ្នាក់ងារប៉ូលីសអន្តោប្រវេសន៍ ICE ដោយសារតែសមាជិកព្រឹទ្ធសភានៃគណៈបកសាធារណរដ្ឋគឺគាត់មានការខឹងសម្បាដែលថាថវិកាចំនួន 1.8 លានដុល្លារដែលលោកប្រធានាធិបតី Donald Trump ស្នើឲ្យបង្កើតជាមូលនិធិនេះគឺអាចនឹងយកទៅសងទៅដល់អ្នកដែលមកវាយប្រហារទៅលើវិមានកាពីតូលរបស់សហរដ្ឋអាមេរិកបាទអញ្ចឹងបានន័យថាវាយប្រហារទៅលើវិមានកាពីតូលកាលពីថ្ងៃទី6ខែមករាឆ្នាំ2021ណាហើយព័ត៌មានទី3ពីសហរដ្ឋអាមេរិកនេះគឺមានការសិក្សាស្រាវជ្រាវមួយទើបតែបញ្ចប់ហើយចេញផ្សាយនៅថ្ងៃប្រហ័សនេះគឺនៅថ្ងៃទី21ខែឧសភាឆ្នាំ2026ម៉ោងនៅសហរដ្ឋអាមេរិកនេះដែលបានរកឃើញអំពីមូលហេតុនានាចំនួន5ដែលធ្វើឲ្យគណៈបកសាធារណរដ្ឋឈ្នះលើគណៈបកប្រជាធិបតេយ្យដែលមានបេក្ខជនប្រជាធិបតេយ្យគឺអ្នកស្រី Kamala Harris ហើយបេក្ខជនសាធារណរដ្ឋគឺលោកប្រធានាធិបតី Donald Trump ដែលជាប់ឆ្នោតនៅពេលនេះហើយព័ត៌មានទី4នេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកថាលោកនឹងពិភាក្សាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីប្រទេសដែនកោះតៃវ៉ាន់មិនមែនប្រទេសដែនកោះតៃវ៉ាន់គឺលោកឡៃទីងជេបាទគឺប្រធានាធិបតីនៃដែនកោះតៃវ៉ាន់ក៏ស្វាគមន៍នៅការចងសន្ទនាគ្នាដោយផ្ទាល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump ដែរការវិវត្តនេះគឺបើតាមក្បួន protocol គឺជារឿងមិនដែលកើតមានទេដែលប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីដែនកោះតៃវ៉ាន់ហើយព័ត៌មានចុងក្រោយនេះគឺខាងសេតាវិមានរដ្ឋបាលរបស់លោកត្រាំបានប្រកាសនៅការកាត់ទោសចោទប្រកាន់មនុស្សចំនួន15នាក់ពាក់ព័ន្ធនឹងការកេងបន្លំថវិកាជំនួយសុខាភិបាលនៅក្នុងរដ្ឋ Minnesota ហើយនេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការតាមធ្វើបាបមកធ្វើទុកបុកម្នេញអ្នកដែលជានៅក្នុងរដ្ឋបាទអ្នកដែលធ្វើការនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបកប្រជាធិបតេយ្យបាទហៅថា Blue States បាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាណាព័ត៌មានទី1នេះព័ត៌មានពិស្ដាគឺមានសេចក្តីរាយការណ៍ច្រើនណាតែខ្ញុំដកសងមកជម្រាបជូននេះបើយោងតាមសេចក្តីរាយការណ៍នានាបានឲ្យដឹងថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ជិតសម្រេចបានកិច្ចព្រមព្រៀងមួយហើយដែលកិច្ចព្រមព្រៀងនេះគឺសម្របសម្រួលដោយប្រទេសប៉ាគីស្ថានដែលក្នុងនោះគឺមានការឈប់បាញ់គ្នាយ៉ាងពេញលេញរួមទាំងការលែងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាសិទ្ធិសេរីភាពនៅក្នុងការធ្វើនាវាចរនៅក្នុងតំបន់ជើងសមុទ្រពាក់និងឆ្លងកាត់ច្រក Hormuz ផងដែរណាបើកច្រក Hormuz ចឹងប្រិមិត្តដែលជួបការលំបាកអាចនឹងមានដង្ហើមដកធូរឡើងវិញហើយក៏ជាបណ្ដាគឺសហរដ្ឋអាមេរិកក៏នឹងលើកលែងទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់នេះបើយោងតាមប្រភពព័ត៌មានពាក់កណ្ដាលផ្លូវការរបស់រដ្ឋាភិបាលអ៊ីរ៉ង់គឺ ILNA បានរាយការណ៍ដឹងនេះដោយបង្ហោះសារតាមបណ្ដាញសង្គម Telegram បើការដែលសារព័ត៌មាននេះផ្សាយនោះគឺមិនបាននិយាយទៅដល់កម្មវិធី
ចម្រើនជាតិសារធាតុនុយអ៊ុយរ៉ាញ៉ូមសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេណាអត់និយាយដល់នឹងទេថាតើវាយ៉ាងណាក៏ដោយពីព្រោះអីជាបញ្ហាមួយដែលធ្វើឲ្យរាំងស្ទះនៅក្នុងការចរចានៅពេលកន្លងមកពីព្រោះជាបញ្ហាធំហើយដែលសហរដ្ឋអាមេរិកផ្ដោតអារម្មណ៍ខ្លាំងមិនមែនជាបញ្ហាកំពេចកំពុករឿងបើកច្រកឬមិនបើកច្រកអីនោះទេបាទអាមេរិកគឺបារម្ភខ្លាំងពីរឿងកម្មវិធីនុយក្លេអ៊ែរនឹងឯងប៉ុន្តែនៅក្នុងការបង្ហោះនេះគឺមិនបាននិយាយទេគឺក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់គឺបានធ្វើការជាបន្តបន្ទាប់ចាប់តាំងពីមានបទជុំបាញ់មកហើយការចរចាសង្ឃឹមថាអាចនឹងវិលត្រឡប់ទៅការចរចាជុំទី2ឡើងវិញបន្ទាប់ពីបានអាក់ខានតាំងពីពាក់កណ្ដាលខែមេសាកន្លងមកនេះគ្រាន់តែឮសូរដំណឹងនឹងភ្លាមគឺតម្លៃប្រេងបាទបានធ្លាក់ចុះយ៉ាងខ្លាំងតែម្ដងនៅរុស្ស៊ីថ្ងៃអង្គារនេះបានន័យថាត្រូវជាពេលព្រឹកព្រលឹមថ្ងៃសុក្រមកនៅក្នុងប្រទេសកម្ពុជាគឺបាទប្រេងបានធ្លាក់ខ្លាំងច្រើនណាស់បាទធ្លាក់មកដល់ក្រោម$96បាទក្រោម$96ក្នុង1បារ៉ែលឯណោះបាទប្រហែលថ្ងៃមុននោះគឺឡើងទៅដល់$112បាទ$113ណាប៉ុន្តែឥឡូវនេះគឺនៅទីផ្សារអន្តរជាតិគឺនៅ102ណា$102ក្នុង1បារ៉ែលហើយសម្រាប់នៅសហរដ្ឋអាមេរិកគឺក្រោម$96ក្នុង1បារ៉ែលអញ្ចឹងគឺមានការវិវត្តច្រើនដែលធ្វើឲ្យមានក្តីសង្ឃឹមសម្រាប់អ្នកវិនិយោគទុនផងដែរហើយនៅក្នុងការវិវត្តមួយទៀតនោះគឺខាងរដ្ឋសភារបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណៈបក្សសាធារណរដ្ឋហ្នឹងគឺថ្នាក់ដឹកនាំនៅខាងរដ្ឋសភាហ្នឹងគាត់អត់មានកិច្ចប្រជុំដកចេញកម្មវិធីប្រជុំនៅថ្ងៃសុក្រនៅថ្ងៃប្រហោះនេះណាបាទដែលពីដើមឡើយគេមានគម្រោងថាជួបប្រជុំគ្នាដើម្បីអនុម័តសេចក្តីសម្រេចមួយដើម្បីទប់ស្កាត់អំណាចរបស់លោកប្រធានាធិបតី Donald Trump ឲ្យបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ស្រាប់តែចុះឡើងគុនគូចុះឡើងថាអូប្រហែលជាច្បាស់ជាអ្នកដែលចង់ឲ្យទប់ស្កាត់អំណាចលោកប្រធានាធិបតីហ្នឹងគឺមានសម្លេងច្រើនហើយអញ្ចឹងខាងថ្នាក់ដឹកនាំខាងសភាហ្នឹងគាត់លែងហ៊ានឲ្យប្រជុំដកចេញពីរបៀបវរៈតែម្ដងពីព្រោះសមាជិកសភាខាងគណៈបកប្រជាធិបតេយ្យគឺលោក Jared Golden ដែលនៅមកពីរដ្ឋមែនហ្នឹងដែលជាសមាជិកគណៈបកប្រជាធិបតេយ្យតែម្នាក់គត់ដែលតែងតែប្រឆាំងមិនឲ្យរឹតបន្តឹងអំណាចធ្វើសង្គ្រាមរបស់លោកប្រធានាធិបតីឥឡូវនេះគាត់បានបង្ហាញចេតនាថានឹងបោះឆ្នោតបាទគ្រប់គ្រងឲ្យមានការកំហិតអំណាចលោកប្រធានាធិបតីដោយឡែកសមាជិកសភាគណៈបក្សសាធារណរដ្ឋចំនួន4រូបផ្សេងទៀតដែលរដងតែងតែគ្រប់គ្រងវិធានការឲ្យទប់ស្កាត់លោកតាមនោះគឺក្រុងនឹងបន្តគ្រប់គ្រងដដែលបាទដូច្នេះធ្វើអញ្ចឹងធ្វើឲ្យមានការប្រថុយប្រឋានបើសិនជាបោះឆ្នោតទៅច្បាស់ជាចាញ់បាទច្បាស់ជាចាញ់ដែលលើកទី1អាចលើកទី1ដែលធ្វើឲ្យខាងគណៈបកប្រជាធិបតេយ្យឈ្នះក្នុងការយកច្បាប់នេះមកកំហិតអំណាចរបស់លោកប្រធានាធិបតីអញ្ចឹងគឺគេអត់មានកិច្ចប្រជុំបោះឆ្នោតតែម្ដងអញ្ចឹងសូមនេះចាប់ប៉ុណ្ណេះណាបាទអញ្ចឹងសូមបើកមុខកញ្ចក់មួយពេលហ្នឹងប្រិមិត្តសួរថាចំការបោះឆ្នោតនៅអាមេរិកមិនទាន់បោះឆ្នោតហ្នឹងដឹងចាញ់ដឹងអីហ៎បាទនៅសភាអាមេរិកយ៉ាងសភាអាមេរិកហ្នឹងចាំបើគេថាមានប្រធាន VIP ហ្នឹងគឺប្រធានវិន័យហ្នឹងគាត់ជាអ្នកទទួលបន្ទុកបាទជាអ្នកទទួលបន្ទុកក្នុងការប្រមូលសម្លេងឆ្នោតហ្នឹងថាតើដើម្បីគ្រប់គ្រងច្បាប់ហ្នឹងមួយបានសម្លេងប៉ុន្មានអ្នកណាខ្លះគ្រប់គ្រងអ្នកណាខ្លះមិនគ្រប់គ្រងអញ្ចឹងគេដឹងមុនអស់ហើយបាទអញ្ចឹងបានគេរៀបចំក្នុងបកគេហ្នឹងដើម្បីឲ្យបានដឹងមុនតើគេយកច្បាប់ហ្នឹងមកអនុវត្តឬក៏មិនអនុម័តពេលខ្លះអ្នកខ្លះមេដឹកនាំពេលខ្លះក៏បន្ថយចង់ដឹងមើលក៏នៅចាញ់មែនអញ្ចឹងទៅណាបាទឬក៏គាត់ប្រើតាក់ទិកអីផ្សេងគម្រាមសមាជិកសភាយ៉ាងម៉េចយកនេះដោះដូរនោះអីចឹងទៅដើម្បីឲ្យបោះឆ្នោតគ្រប់គ្រងអញ្ចឹងជាសរុបមកវិញគឺការបោះឆ្នោតនៅរដ្ឋសភាក្តីដោយសមាជិករដ្ឋសភាសម្រាប់គ្រប់គ្រងច្បាប់ណាមួយឬក៏វិធានការណាមួយក៏ដូចជាការបោះឆ្នោតនៅព្រឹទ្ធសភាដោយសមាជិកព្រឹទ្ធសភាដើម្បីគ្រប់គ្រងច្បាប់ណាមួយអីហ្នឹងវិធានការណាមួយក៏ដោយណាគេសុទ្ធតែដឹងតួលេខមុនហើយមុនពេលចូលទៅបោះឆ្នោតព្រោះម្នាក់ថាគេសួរលោកសម្បត្តិគ្រប់គ្រងច្បាប់ក្នុងការឲ្យយុវជន
ចូលបំពេញកាតព្វកិច្ចយោធាទេបាទពេលហ្នឹងលោកសម្បត្តិក៏ថាបាទខ្ញុំនឹងបោះឆ្នោតពេលដែលប្រជុំពេញអង្គបាទគេសួរទៀតលោកស្រីចន្ទថាតើគ្រប់គ្រងទេដល់លោកស្រីចន្ទថាក៏ថាមិនគ្រប់គ្រងទេខ្ញុំមិនចង់ឲ្យកូនចៅអ្នកណាទៅធ្វើទាហានទេអីចឹងទៅពេលហ្នឹងគឺគេដឹងថាបាត់សម្លេងនឹងមួយក្នុងបកនេះអញ្ចឹងបាទគេដឹងមុនហ្មងគេដឹងមុនណាបាទអញ្ចឹងបាទអញ្ចឹងនេះគឺជាព័ត៌មានទី1ណាអញ្ចឹងជាសរុបមកវិញគឺបើសិនជាដោយការផ្សាយរបស់ខាងសារព័ត៌មានអ៊ីរ៉ង់មែនគឺអាចនឹងមានការចរចាគ្នាឈានទៅដល់កិច្ចព្រមព្រៀងអីបើកច្រកហូមូសគឺនឹងធូរស្រាលដល់សេដ្ឋកិច្ចពិភពលោកផងដែររីឯព័ត៌មានទី2នេះគឺរូបភាពតកតងជាមួយនឹងប៉ូលីសទាហានកងឆ្មាំជាតិគាត់ទៅយាមវិមានកាពីតូលក្នុងពេលកន្លងមកណាបាទហើយនៅក្នុងថ្ងៃនេះគឺខាងព្រឹទ្ធសភានៃគណៈបកដែលគ្រប់គ្រងដោយគណៈបកសាធារណរដ្ឋហ្នឹងគាត់មានការខឹងសម្បាមិនពេញចិត្តនឹងមូលនិធិដែលមានទឹកប្រាក់ចំនួន$1,800 លានដែលបង្កើតឡើងដោយលោកត្រាំដើម្បីបង់ទៅឲ្យអ្នកដែលគេថាជនរងគ្រោះដោយសារការប្រើប្រាស់ក្រសួងរដ្ឋាភិបាលដើម្បីធ្វើបាបហ្នឹងបាទតែអញ្ចឹងទៅគាត់បានពន្យាពេលក្នុងការបោះឆ្នោតក្នុងការផ្ដល់ថវិកាទៅដល់ពលិអន្តោប្រវេសន៍អាយដោយសារគាត់ខឹងរឿងហ្នឹងហើយប្រិមិត្តសួរថាតើថវិកាដែលមានតម្លៃ$1.8 លានសម្រាប់ប្រឆាំងនឹងការមិនឲ្យយកក្រសួងរដ្ឋដើម្បីប្រឆាំងហ្នឹងគឺយ៉ាងម៉េចដោយសារតែវាជាដំណើរការនៃការព្រមព្រៀងគ្នាដំបូងលោកប្រធានាធិបតីដូណាល់ត្រាំប្តឹងទារលុយពីខាងនាយកដ្ឋានពន្ធដារដើម្បីទារលុយច្រើន$8,000 លានហើយណោះបាទដល់ពេលមានការព្រមព្រៀងគ្នាក៏ថាឥឡូវអញ្ចឹងគឺគាត់ជប់ប្តឹងបានន័យថាប្រធានាធិបតីប្តឹងក្រសួងរដ្ឋរបស់ខ្លួនឯងពីព្រោះចោទថាក្រសួងរដ្ឋហ្នឹងគឺបញ្ចេញព័ត៌មានអំពីពន្ធរបស់លោកដោយរំលោភឯកជនភាពរបស់លោកអញ្ចឹងណាអញ្ចឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងហ្នឹងគឺគេលែងលោកប្រធានាធិបតីដកពាក្យបណ្ដឹងមកវិញហើយគឺមានការបង្កើតមូលនិធិចំនួនទឹកប្រាក់$1,800 លានសម្រាប់អ្នកណាដែលរងគ្រោះដោយសារតែការដែលរដ្ឋបាលលោក Biden ហ្នឹងប្រើប្រាស់ការប្រព័ន្ធតុលាការក្រសួងយុតិធម៌ហ្នឹងដើម្បីតាមធ្វើបាបអ្នកនោះបាទហើយដល់ពេលអញ្ចឹងទៅគេខ្លាចគិតថាអូអាចអ្នកដែលវាមានកាពីតូលក្នុងថ្ងៃទី6ខែមករាឆ្នាំ2021ហ្នឹងគេអះអាងថាគេជាជនរងគ្រោះដោយសារតែការយកក្រសួងយុតិធម៌មកធ្វើបាបគេហ្នឹងអាចនឹងទាមទារសំណងអញ្ចឹងធ្វើឲ្យមានផលប្រយោជន៍ទៅដល់អ្នកដែលគ្រប់គ្រងលោកត្រាំហើយក៏ដូចជាការមួយដែលរំលោភច្បាប់របស់សហរដ្ឋអាមេរិកផងដែរដែលអ្នកដែលមកវាស្ថាប័នជាតិរបស់ខ្លួនទៅហើយស្ថាប័នសភារបស់ខ្លួនដែលជាតំណាងនៃលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកនោះបែរជារួចខ្លួនហើយថែមទាំងទារលុយពីស្ថាប័នជាតិទៀតបាទអញ្ចឹងពួកអស់លោកនោះក៏ខឹងសម្បាគាត់មិនអស់ឆ្នោតគ្រប់គ្រងច្បាប់សម្រាប់ការចាយវាយរបស់ពលិអន្តោប្រវេសន៍ស្អីទេបាទនេះជាការវិវត្តដ៏គួរឲ្យចាប់អារម្មណ៍ដែរនៅសហរដ្ឋអាមេរិកសម្រាប់ប្រជាពលរដ្ឋណាដែលមិនសូវយល់អំពីបញ្ហាហ្នឹងណាបាទព័ត៌មានទី3នេះគឺពាក់ព័ន្ធជាមួយនឹងការដែលខាងគណៈបកប្រជាធិបតេយ្យគាត់ធ្វើការសិក្សាររកមូលហេតុថាយ៉ាងម៉េចបានជាគាត់ចាញ់ឆ្នោតកាលពីឆ្នាំ2024ណាហេតុអីបានជាបោះឆ្នោតទៅកាលហ្នឹងគឺលោកស្រី Kamala Harris ណា Kamala Harris ហ្នឹងគាត់ជាបេក្ខជនប្រធានាធិបតីនៃគណៈបកប្រជាធិបតេយ្យហើយប្រកួតប្រជែងគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ក៏ប៉ុន្តែបែរជាចាញ់ឆ្នោតតើមូលហេតុអ្វីគឺគេធ្វើការសិក្សាស្រាវជ្រាវឥឡូវហ្នឹងគឺនៅថ្ងៃប្រហ័សនេះគេបានចេញលទ្ធផលបាទលទ្ធផលហ្នឹងថាតើវាយ៉ាងម៉េចបានជាចាញ់លោកប្រធានាធិបតី Donald Trump នៅក្នុងការបោះឆ្នោតហ្នឹងអញ្ចឹងជាសរុបមកនៅក្នុងការស្រាវជ្រាវនេះគេរកឃើញចំណុចសំខាន់ចំនួន5ដែលធ្វើការវិភាគថាយ៉ាងម៉េចបានជាលោកស្រី Kamala Harris ចាញ់ឆ្នោតហ្នឹងប្រិមត្តនៅចាំបានទេគឺលោកស្រីគាត់ជាអនុប្រធានាធិបតីបាទហើយស្រាប់តែឲ្យលោក
ធានាធិបតី Joe Biden ដកខ្លួនចេញដាក់លោកស្រី Kamala Harris ទៅជាបេក្ខជនដើម្បីគួតប្រជែងជាមួយនឹងលោកតាមវិញបាទគឺចំណុចទី1ដែលខាងគណៈបកប្រជាធិបតេយ្យគេរកឃើញអញ្ចឹងគឺជារបាយការណ៍នេះគេឲ្យដឹងជាសាធារណៈតែម្ដងគឺថាចំណុចសំខាន់ទី1គឺគេបាននិយាយថាខាងក្រមយុទ្ធនាការនៃគណៈបកប្រជាធិបតេយ្យហ្នឹងគឺมันបានបញ្ជាក់ចំហច្បាស់លាស់ថាលោកស្រី Kamala Harris មានជំនឿលើអ្វីមួយឲ្យបានច្បាស់លាស់អញ្ចឹងគឺអត់មានចំហរំពឹងច្បាស់លាស់ទេដែលធ្វើឲ្យលោកស្រីមើលទៅហាក់ដូចជាបេក្ខភាពមួយខ្សោយបេក្ខភាពមួយខ្សោយធៀបជាមួយនឹងលោកត្រាំពីព្រោះលោកប្រធានាធិបតី Donald Trump លោកបាននិយាយច្បាស់ពីរឿងជនអន្តោប្រវេសន៍លោកប្រឆាំងជនអន្តោប្រវេសន៍และប្រឆាំងការបើកព្រំដែនឲ្យចូលមកអញ្ចឹងប្រជាពលរដ្ឋស្ដាប់ឮផ្លុកចូលទៅជាទៅហើយនឹងដកសញ្ជាតិអ្នកដែលមកចូលសញ្ជាតិអាមេរិកហើយមានការបន្លំឬក៏ថែមទាំងមិនផ្ដោតសញ្ជាតិទេអ្នកណាដែលមកឪពុកម្ដាយមកសហរដ្ឋអាមេរិកនេះដែលមិនមែនជាជនជាតិអាមេរិកមករៀនមកអីប៉ុន្តែបានសញ្ជាតិអាមេរិកតាមរយៈគោលការណ៍នេះក៏មិនអោយអីចឹងបាទអញ្ចឹងទៅម្នាក់ច្បាស់អត្តសញ្ញាណតែខាងលោកស្រី Kamala Harris អត់ច្បាស់ទេអញ្ចឹងហើយมันអាចនឹងយកទៅប្រកួតប្រជែងលោកតាមបានទេនេះជាចំណុចទី1ហើយចំណុចទី2គឺគេបាននិយាយថាយុទ្ធនាការហ្នឹងគឺមានការប៉ះពាល់តិចតួចណាស់បាទក្នុងការវាយប្រហារលោកប្រធានាធិបតី Donald Trump វិញហ្នឹងគឺការវាយប្រហារចឹងធម្មតាពេលដែលឃោសនាបេក្ខជននីមួយវាយប្រហារគ្នាទៅវិញទៅមកក៏ប៉ុន្តែលោក Trump គាត់ប្រើតាក់ទិកមិនជា gentleman ហើយលោកស្រី Kamala Harris គាត់ប្រើសភាពអញ្ចឹងទៅដូចជាមិនបានវាយប្រហារអ្វីខ្លាំងក្លាទៅដល់លោក Trump ទេបែរជាការវាយប្រហាររបស់លោក Trump មកលើលោកស្រីហ្នឹងមានប្រសិទ្ធភាពវិញបាទគេរិះគន់លោកស្រីច្រើនតែមិនអញ្ចឹងមកបាទគេស្ដាប់ចូលទៅជាច្រើនហ្នឹងចំណុចទី2រីឯចំណុចទី3គេរកឃើញថាគឺលោកប្រធានាធិបតី Joe Biden បាទដែលគាត់បានចាក់ចេញពីយុទ្ធនាការឃោសនាចូលជាប្រធានាធិបតីឡើងវិញហ្នឹងគឺពិតជាបានជួយទៅដល់គណៈបកដែរបើសិនជាទុកលោក Biden នៅឈរបន្តទៀតគឺច្បាស់ជាចាញ់ឆ្នោតហើយចាញ់ឆ្នោតដែរណាចឹងដាក់លោកស្រី Kamala Harris ទៅទោះបីជាលោកស្រីមិនបានឡើងខ្លាំងក៏ដោយក៏ប៉ុន្តែក៏នៅគ្រាន់បើជាងដាក់លោក Biden ដែរនេះគេជាចឹងណាបាទនឹងគឺជារឿងមួយផ្សេងណាហើយគេយល់ឃើញថាលោក Biden បាទលោក Biden គួរតែចេញឲ្យបានឆាប់ជាងហ្នឹងរត់តែល្អប៉ុន្តែលោកចេញមកដូចជាយឺតពេលទៅហើយចំណុចមួយទៀតហ្នឹងគឺគេបាននិយាយថាគឺលោកប្រធានាធិបតី Donald Trump បានវាយប្រហារទៅលើលោកស្រី Kamala Harris ទៅលើអ្នកដែលវះកាត់បដូរភេទហ្នឹងគឺធ្វើឲ្យអ្នកបោះឆ្នោតហ្នឹងគ្រប់គ្រងច្រើនក្នុងគណៈពេលដែលបាទលោកស្រី Kamala Harris គឺបែរជាធ្វើសកម្មភាពមួយចំនួនដែលបង្ហាញថាលោកស្រីគ្រប់គ្រងអ្នកដែលផ្លាស់វះកាត់កែបដូរភេទហ្នឹងដែលធ្វើឲ្យអ្នកបោះឆ្នោតមួយចំនួនក៏មិនពេញចិត្តផងដែរបាទហើយចំណុចចុងក្រោយមួយទៀតនោះគឺបានបញ្ជាក់ឲ្យដឹងថាគឺខាងគណៈបកប្រជាធិបតេយ្យហ្នឹងមិនបានរៀបចំលោកស្រី Kamala Harris នឹងឲ្យបានច្បាស់លាស់ទេពីព្រោះអីដោយដែលជាទម្លាប់ធម្មតាប្រធានាធិបតីមានអំណាចច្រើនអ្វីចេញមកប្រធានាធិបតីទាំងអស់ប៉ុន្តែពេលដែលចង់ឲ្យលោកស្រី Kamala Harris នឹងចេញមុខហ្នឹងគឺគួរតែធ្វើអ្វីមួយឲ្យជាសកម្មភាពលេចធ្លោសម្រាប់លោកស្រីធ្វើសកម្មភាពក៏ប៉ុន្តែបែរជាមិនបានធ្វើអញ្ចឹងទេដោយដែលនៅសហរដ្ឋអាមេរិករហងៃនេះចេះគឺលោកប្រធានាធិបតី Donald Trump ស្អីក៏ត្រាំប៉ុន្តែក្នុងករណីដែលលោក Trump មិនអាចចូលឈ្មោះបានឬក៏ចាប់តើអ្នកដែលឡើងជំនួសលោក Trump នោះតើជាលោក JD Vance ឬក៏លោក Marco Rubio ឃើញទេតើអ្នកណាខ្លាំងគេអត់ទាន់បានច្បាស់នៅឡើយទេក្នុងគណៈពេលដែរអ្នកខ្លះគេមើលថាទំនងជាលោក Marco ច្រើនជាងពីព្រោះលោក Marco តាំងពីការធ្វើគោលនយោបាយតាំងពីការនិយាយស្ដីចរិតរូបពីរបស់គាត់ទាំងអស់គឺស័ក្តិសមជាបេក្ខជនប្រធានាធិបតីណាប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងនេះគឺมันបានផ្ដល់ទូនាទីឲ្យអ្នកទាំងអស់នោះបង្ហាញថាមានអ្វីដែលជាសញ្ញាសំខាន់នៃក្រៅតែពីលោកត្រាំហើយជំនាន់លោកស្រី Kamala Harris ចឹងដែរ
អីបន្តិចលោក Biden លោកសេខាមឡាហ្នឹងកិច្ចការខ្លះក៏អត់មានលេចមុខលេចមាត់មកទេអញ្ចឹងដល់ពេលដែលគាត់ឈរប្រធានាធិបតីនៅក្នុងពេលបថុយចុយទៀតបាទអញ្ចឹងពិបាកឲ្យអ្នកដែលគេទុកចិត្តហ្នឹងក្នុងការបោះឆ្នោតជូនគណៈបកប្រជាធិបតេយ្យបាទព័ត៌មានទី5ទី4ព័ត៌មានទី4នេះគឺលោកប្រធានាធិបតី Donald Trump លោកថាលោកចង់សន្ទនាគ្នាដោយផ្ទាល់តែម្ដងជាមួយនឹងមេដឹកនាំនៃដែនកោះតៃវ៉ាន់ដល់ពេលអញ្ចឹងគឺលោកឡៃជីងតេដែលជាប្រធានាធិបតីដែនកោះតៃវ៉ាន់គាត់បានសម្ដែងនៅក្តីសប្បាយរីករាយគាត់ថាបើសិនជាបាននិយាយជាមួយនឹងលោកប្រធានាធិបតី Donald Trump មែនបើវាជារឿងមួយគួរឲ្យសប្បាយរីករាយណាស់បាទជារឿងសប្បាយរីករាយណាស់ហើយគឺការដែលនិយាយគ្នារវាងមេដឹកនាំទាំងពីរនេះក្នុងពេលកន្លងមកគឺប្រធានាធិបតីសហរដ្ឋអាមេរិកគឺមិនដែលនិយាយគ្នាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីនៃប្រទេសនៃដែនកោះតៃវ៉ាន់ទេឥឡូវនេះគឺគេថាបើសិនជាមានការនិយាយបែបនេះមែនបាទគឺជាការដៃចេញពី protocol មួយដែលអាចនឹងធ្វើឲ្យបាទចិនខឹងសម្បាយ៉ាងខ្លាំងហើយប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើអ្វីទៅជាផែនការជាក់លាក់ដែលលោកប្រធានាធិបតី Donald Trump ចង់ពិភាក្សាគ្នាជាមួយនឹងលោកឡៃជីងតេនោះទេក៏ប៉ុន្តែលោកបាននិយាយពីរដងដែរក្នុងពេលប្រហែលសប្តាហ៍មកនេះគឺថាគឺលោកចង់សន្ទនាគ្នាដែរបាទគឺលោកបានដូចក៏លោកថាលោកនិយាយរកមនុស្សគ្រប់គ្នាអញ្ចឹងដូច្នេះនិយាយជាមួយនឹងលោកឡៃជីងតេមួយទៀតក៏វាមិនអ្វីជាខុសឆ្គងដែរប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺដំណើរការចង់សន្ទនាគ្នាជាមួយនឹងប្រធានាធិបតីដែនកោះតៃវ៉ាន់នេះគឺកើតឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅប្រទេសចិនដែលនៅពេលនោះគឺបានជួបសន្ទនាគ្នាជាមួយនឹងមេដឹកនាំចិនគឺលោកស៊ីជីនពីងបាទហើយសហរដ្ឋអាមេរិកហ្នឹងគឺបាទជាអ្នកផ្គត់ផ្គង់អាវុធដ៏ខ្លាំងទៅដល់ដែនកោះតៃវ៉ាន់ផងដែរបើទោះបីជាក្នុងពេលកន្លងមកមានការជំទាស់ពីចិនយ៉ាងណាក៏ដោយបាទហើយឥឡូវហ្នឹងគឺលោកប្រធានាធិបតី Donald Trump ក៏ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចំពោះដែនកោះតៃវ៉ាន់ហ្នឹងគឺអត់មានអ្វីផ្លាស់ប្ដូរទេបាទក៏ប៉ុន្តែគឺក្នុងរយៈពេលប្រហែលក្រោយនេះគឺគាត់ថាអាចនឹងមិនទាន់សម្រេចចិត្តទេតាក់ទងជាមួយនឹងការលក់អាវុធដែលមានតម្លៃ$14,000 លានទៅឲ្យដែនកោះតៃវ៉ាន់នេះគឺបើទោះបីជាលោកចាត់ទុកថាដែនកោះតៃវ៉ាន់មានទំនាក់ទំនងល្អជាមួយនឹងប្រទេសជាមួយនឹងសហរដ្ឋអាមេរិកក៏ដោយបាទហើយព័ត៌មានចុងក្រោយនេះគឺខាងក្រសួងយុទ្ធភ័ពបានចេញការចោទប្រកាន់តាក់ទងជាមួយនឹងការឆោបបោកថវិកាថែទាំសុខភាពដែលនៅសហរដ្ឋអាមេរិកគេថា Medicaid ណា Medicaid ជំនួយខាងសុខភាពហ្នឹងគឺមានមនុស្ស15នាក់ឯណោះបានរងការចោទប្រកាន់នៅក្នុងរដ្ឋ Minnesota បាទហើយពាក់ព័ន្ធជាមួយនឹងទឹកប្រាក់ចំនួន$90 លានសហរដ្ឋអាមេរិកដែលជាថវិកាផ្ដល់ទៅឲ្យខាងកម្មវិធី Medicaid ហ្នឹងហើយកម្មវិធីហ្នឹងការពិតថវិកាហ្នឹងគឺមានកំណត់ទៅជួយទៅដល់កុមារនៅក្នុងរដ្ឋហ្នឹងហើយអ្នកដែលអត់មានលំនៅឋានហើយអ្នកដែលពិការជាដើមហ្នឹងបាទក៏ប៉ុន្តែគឺมันបានផ្ញើចំណាយឲ្យបានត្រឹមត្រូវទេមានការធ្វើរស៊ីតធ្វើបលឹមបន្លំអញ្ចឹងអ្នកដែលរួមមានរងការចាប់ប្រកាន់នោះគឺមានមេដឹកនាំក្រុមខាង Medicaid ហ្នឹងធំចំនួន2បាទចំនួន2ពាក់ព័ន្ធនឹងករណីហ្នឹងហើយអ្នកដែលទៅបង្ហាញហ្នឹងគឺមានទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលគឺ Robert Kennedy ក៏ទៅកន្លែងហ្នឹងដែលបញ្ជាក់ថាលោកមិនអាចអនុញ្ញាតឲ្យអ្នកដែលលួចប្លន់ថវិកាពីប្រជាពលរដ្ឋអាមេរិករួចខ្លួនបានទេបាទហើយមានខាងអនុរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពគ្រោងនឹងទៅដែរក៏ប៉ុន្តែមិនអាចបានទៅបានដោយសារតែជាប់នឹងពាក់ព័ន្ធនឹងថាត្រៀមមកការពារខ្លួននៅព្រឹទ្ធសភាសហរដ្ឋអាមេរិកតែនៅក្នុងព័ត៌មានទី1ខ្ញុំប្រាប់នោះគឺតាក់ទងជាមួយនឹងថវិកាចំនួន$1.8 លានដែលខាងព្រឹទ្ធសភាបារម្ភថាអាចនឹងយកទៅផ្ដល់ថវិកាទៅដល់អ្នកដែលមកវិសភា VA ដែលជាសម្ព័ន្ធមិត្តរបស់លោកត្រាំបាទអរគុណប្រិយមិត្តទាំងអស់គ្នានេះជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីនេះណាបើទោះបីជារវល់យ៉ាងណាក៏ដោយមិនបានឃើញមុខក៏ខ្ញុំ
ឆ្លៀតមកជម្រាបជូនប្រិមត្តផងដែរបាទបែរដូចជាអត់មានសំណួរទេណាបាទអូមានណាវណ្ណរិទ្ធជាវណ្ណរិទ្ធក៏សួរថាម៉េចis it possible for Cambodia to make war pushing Sham out of our territory លោក say what do you think អូបាទសួរតកតងតើយើងអាចនឹងធ្វើសង្គ្រាមប្រយុទ្ធដើម្បីដេញសៀមឲ្យចេញពីទឹកដីរបស់យើងនោះទេបាទខ្ញុំដោយតែខ្ញុំនិយាយក្នុងពេលកន្លងមកជាចំហរបស់ខ្ញុំជំរុញឲ្យមានការសន្ទនាគ្នាច្រើនជាងប្រើយន្តការការទូតខាងផ្លូវច្បាប់ឲ្យច្រើនជាងណាពីព្រោះអីកាលណាយើងប្រើកម្លាំងវាមានករណីពីរណាករណីទី1យើងដឹងថាកម្លាំងយើងហើយកម្លាំងសៀមវាមិនសមមាត្រគ្នាទេអញ្ចឹងយើងមានទឹកចិត្តច្រើនប៉ុន្តែកម្លាំងគឺមិនសមមាត្រទេទី2នៅកាលណាធ្វើសង្គ្រាមគឺតែងតែមានអ្នករបួសស្លាប់សងខាងអញ្ចឹងយើងឃើញអនុស្សាវរីយ៍ជូចត់ដែលប្រជាពលរដ្ឋរត់ចោលផ្ទះសម្បែងអ្នកដែលស្លាប់ស្វាមីធ្វើទាហាននេះអ្នកដែលកូនធ្វើទាហាននេះស្លាប់ពលីក្នុងស្មរភូមិយើងមើលទៅគួរអាណិតអណោចអធមអញ្ចឹងដូច្នេះមិនគួរណាដែលជ្រើសរើសជំរឿននឹងទេបាទទុកជំរឿននឹងជាជំរឿនចុងក្រោយបំផុតក្នុងករណីដែលយើងប្រើប្រាស់យន្តការការទូតផ្លូវច្បាប់ឲ្យអស់មានជំរឿនដែលអត់មានតែគេប្រកែកលែងទៅហ្នឹងគឺនៅតែកក្លឿនដាក់យើងអាហ្នឹងយើងគួរគិតជំរឿននឹងនៅពេលក្រោយអញ្ចឹងណាបាទអញ្ចឹងក្តីសង្ឃឹមសល់ប៉ុណ្ណាគឺយើងទៅប្រើអស់នៅយន្តការការទូតនឹងដែលនៅក្នុងភាសាសិទ្ធិមនុស្សគេប្រើពាក្យ exhaust or remedy គឺអស់ហើយអស់លីងនៅវិធីសាស្ត្រដោះស្រាយអញ្ចឹងគឺមានតែប្រើវិធីសាស្ត្រចុងក្រោយហ្នឹងហើយបាទអញ្ចឹងណាបាទនៅណាសួយគេនេះកំសានសួនសួស្ដីអូនមានព័ត៌មានផ្សាយថាលោកនេតិនយ៉ាហ៊ូខឹងលោកត្រាំតើមែនទេបាទរឿងហ្នឹងខ្ញុំអត់បានឃើញព័ត៌មានហ្នឹងផងប៉ុន្តែខ្ញុំថាបើលោកនេតិនយ៉ាហ៊ូមកខឹងលោកត្រាំដូចជាមិនសូវហ៊ានខឹងទេបាទពីព្រោះអីលោកត្រាំជាប្រធានាធិបតីដែលផ្ដល់ការគ្រប់គ្រងទៅដល់អ៊ីស្រាអែលនឹងខ្លាំងណាស់បាទខ្លាំងណាស់ទោះបីជាលោកប្រធានាធិបតីលោកដាក់សម្ពាធឲ្យអ៊ីស្រាអែលធ្វើតាមក៏ដោយក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់យ៉ាងណាក៏ដោយក៏ខ្ញុំជឿជាក់ថាអ៊ីស្រាអែលត្រូវតែធ្វើតាមដែរគ្រាន់តែថាសហរដ្ឋអាមេរិកនឹងក៏មិនអាចនឹងបោះបង់ចោលអ៊ីស្រាអែលដើម្បីទទួលយកកិច្ចព្រមព្រៀងណាដែលអាចធ្វើឲ្យអ៊ីស្រាអែលខាតបង់ផលប្រយោជន៍ដែរអញ្ចឹងណាចឹងដូច្នេះបើអាចមានខឹងមានអីអន់ចិត្តអីទីទួយនោះវាជាមិនរួចក៏ប៉ុន្តែបើឲ្យខឹងរហូតដល់មានបញ្ហាអីនោះគឺប្រហែលជាមិនអាចទៅរួចទេហើយខ្ញុំក៏បានទទួលព័ត៌មាននេះដែរមិនដឹងជាមានព័ត៌មានណាផ្សាយពេលណាបាទប៉សូម៉ាលីសុំសួរបន្តិចលោកពូក្រៅព័ត៌មានទេថាតើតម្លៃជាងជួសជុលនៅអាមេរិកមួយថ្ងៃបានប្រមាណដុល្លារដែរជាងជួសជុលអ្វីទៅបើជាងជួសជុលរថយន្តជួសជុលឲ្យច្បាស់មើលរថយន្តម៉ាស៊ីនត្រជាក់ឬក៏ជាងជួសជុលផ្ទះអីចឹងណាបាទគឺបើនៅខ្មែរមួយថ្ងៃ$15សម្រាប់មេជាងអូចង់បើចង់និយាយរឿងជាងសំណង់បើចង់ជាងសំណង់ហើយបើនិយាយចឹងបាទនៅក្នុងនេះគឺគេម៉ៅអញ្ចឹងទៅយើងមិនដឹងប្រមាណណាគឺឧទាហរណ៍ធ្វើបន្ទប់ទឹកមួយប្រវែង2ម៉ែត្រគុណនឹង4ម៉ែត្រអីចឹងទៅបាទប្រហែលជាខ្ទង់7-8,000ទៅ10000បាទអញ្ចឹងទៅណាបាទអញ្ចឹងអរគុណប្រិយមិត្តទាំងអស់គ្នាបាទអរគុណច្រើនណាសូមជម្រាបលា